រឿងមួយនេះកំពុងតែល្បីខ្លាំងមែនទែនតែម្ដងគឺដោយសារតែស្ត្រីម្នាក់នេះត្រូវបានគេបាញ់សម្លាប់នៅពេលដែលគាត់កំពុងតែ live stream ជាមួយនឹង fan របស់គាត់ស្ត្រីម្នាក់នេះឈ្មោះ Valia គាត់អាយុ23ឆ្នាំជាប្រជាជនមកពីខាងប្រទេសមិចស៊ីកូនៅពេលដែលកំពុងតែ live នឹង Valia គាត់បានប្រាប់ fan របស់គាត់ថាខ្ញុំឈប់ live ហើយខ្ញុំចេញហើយអីចឹងទៅប៉ុន្តែមិត្តភ័ក្តិរបស់គាត់ម្នាក់ទៀតឈ្មោះ Erika ដែលនៅក្នុងហាង salon ជាមួយគាត់ហ្នឹងបានប្រាប់ Valia ថាកុំតាន់ឈប់អីនៅបន្តិចទៀតទៅព្រោះអីមានមនុស្សម្នាក់គេបាន comment មកថាគេនឹងយកកាដូមកឲ្យអ្នកឯងព្រោះអី Valia នេះគឺគាត់តែងតែទទួលកាដូបានពីអ្នកគ្រប់គ្រងរបស់គាត់ជាញឹកញយនៅពេលដែលគាត់កំពុងតែ live អញ្ចឹងអ្នកខ្លះផ្ញើផ្កាមកឲ្យអ្នកខ្លះផ្ញើនំអ្នកខ្លះផ្ញើតុក្កតាអីចឹងទៅ Valia គាត់ចេះនិយាយថាខ្ញុំឈប់ហើយខ្ញុំចេញហើយខ្ញុំចង់បាត់ហាងប៉ុន្តែមិត្តភ័ក្តិរបស់គាត់ Erika ចេះនិយាយថាចាំតិចទៅចាំយកកាដូទៅគេយកមកតាមផ្លូវហើយតបមកមានមិត្តភ័ក្តិគាត់ម្នាក់ទៀតឈ្មោះ Viviana បាននិយាយថា Valia អ្នកឯងចាំតិចទៅបើសិនជាអត់សុកខ្លាំងចាំខ្ញុំកំង Starbucks ឲ្យយកទៅឲ្យដល់ពេលអញ្ចឹង Valia នេះគាត់បានទទួល Starbucks ហើយនឹងអាតុក្កតាកូនជ្រូកនឹងពីមិត្តភ័ក្តិរបស់គាត់ឈ្មោះ Vivian ធ្វើឲ្យ Valia នេះគាត់ញញឹមស្រស់ស្រាយសប្បាយហើយគាត់អោបអាតុក្កតាជ្រូកនឹងអីចឹងទៅប៉ុន្តែ Valia នេះនៅពេលដែលគាត់កំពុងតែ live ហ្នឹងគាត់និយាយប្រាប់អ្នកគ្រប់គ្រងរបស់គាត់ថាគាត់មានអារម្មណ៍ថាដូចជាមានអ្វីចម្លែកនឹងកើតឡើងដូចជាមានរឿងអាក្រក់របៀបដូចថាគាត់មានអារម្មណ៍ថាអត់ស្រួលក្នុងខ្លួនគាត់ចេះតែចង់ឈប់ live វីដេអូហ្នឹងប៉ុន្តែមិត្តភ័ក្តិរបស់គាត់ឈ្មោះ Erika ហ្នឹងនៅក្នុង salon ហ្នឹងហើយនឹងមិត្តភ័ក្តិម្នាក់ទៀតដែលតែងតែផ្ញើ message មកគាត់ឈ្មោះ Valviana ហ្នឹងចេះតែថានៅបន្តិចទៀតទៅនៅបន្តិចទៀតទៅគេយកកាដូមកឲ្យឥឡូវហើយមួយសន្ទុះក្រោយមកក៏មានបុរសម្នាក់ជិះម៉ូតូមកឈប់មុខហាងពាក់មួកការពារពាក់កៅអៅខ្មៅចុះមកដើរតម្រង់ទៅ Valia មានកាន់ប្រអប់មួយអញ្ចឹងក៏បានសួរថាអ្នកណាគេ Valia ដល់ពេលអញ្ចឹង Valia គាត់ឮឈ្មោះគាត់ហើយមានបុរសយកអីវ៉ាន់មកឲ្យផងគាត់ក៏ថា yes គាត់នឹងហើយដល់ពេលអញ្ចឹងបរិះម្នាក់នឹងដកកំភ្លើងមកនេះបាញ់ Valia មកគ្រាប់ត្រូវទ្រូង3គ្រាប់ត្រូវក្បាលធ្វើឲ្យគាត់បាត់បង់ជីវិតនៅពេលដែលគាត់កំពុងតែ live stream ជាមួយនឹង fans របស់គាត់តែម្ដងគឺថាឈាមហូរសក់គាត់ពោទងដែងចឹងផងឃើញច្បាស់កន្លែងបន្ទាប់មកមិត្តភ័ក្តិរបស់គាត់ឈ្មោះ Erika ដែលនៅក្នុងហាងហ្នឹងអត់មានគ្រោះថ្នាក់អីទេប៉ុន្តែអ្វីដែលធ្វើឲ្យគេរឹតតាឆ្ងល់លើសដើមនេះគឺ Erika ហ្នឹងបែរជាអត់មានភ័យអត់មានស្លន់ស្លោថាគាត់រើសយកទូរស័ព្ទរបស់ Valia ដែលកំពុងតែ live លើកទូរស័ព្ទនឹងមកចុចបិទ live ធម្មតាទាំងយើងទាំងគេកំពុងតែអង្គុយមិត្តភ័ក្តិត្រូវបាញ់យើងមិនស្រែកយើងមិនញ័រយើងមិនអីតែម្នាក់នេះអត់មានស្រែកអីទាំងអស់គឺនៅស្ងៀមដូចដឹងថានឹងមានរឿងអ្វីកើតឡើងដល់ពេលអញ្ចឹងអ៊ីនធឺណិតគេគិតថារឿងរ៉ាវបាត់បង់ជីវិតរបស់ Valia នេះគឺតាក់ទងជាមួយនឹងការច្រណែនរវាងមិត្តភ័ក្តិរបស់គាត់ពីរនាក់ Erika ហើយនិង Vivian ព្រោះអីពួកគាត់ទាំងពីរនាក់នេះព្យាយាមធ្វើយ៉ាងម៉េចឲ្យដូច Valia ទាំងដែលមានសក់ពោទងដែងខ្លួនប្រានសំបីតែមុខមាត់ប៉ុន្តែមកខាងទៀតគេគិតថារឿងរ៉ាវបាត់បង់ជីវិតរបស់ Valia នេះគឺតាក់ទងជាមួយនឹងអតីតសង្សាររបស់គាត់គឺដោយសារតែអតីតសង្សាររបស់ Valia នេះគឺជាក្រុមជើងកាងគេគិតថាដោយសារតែ Valia នេះមានសង្សារជាក្រុមជើងកាងដែលរលួយបានច្រើនចឹងហើយបានជា Valia នេះគឺជោគជ័យខ្លាំងនៅក្នុងជីវិតគឺដោយសារតែគាត់នៅក្មេងទេប៉ុន្តែមានសាឡនមានឡានទំនើបជិះរស់នៅរបៀបហៃសូប៉ុន្តែសង្សារ Valia ហើយនិង Valia នេះគឺបានបែកគ្នាមួយរយៈពេលហើយគឺដោយសារតែអតីតសង្សារគាត់នឹងគឺជាមនុស្សប្រុសម្នាក់ដែលថាច្រណែនប្រច័ណ្ឌខ្លាំងគឺដោយសារ Valia នេះនៅក្មេងស្អាតតែងតែស្លៀកក្អាវបច្ចេកនេះបច្ចេកនោះហើយ live stream មានអ្នកមើលរាប់ម៉ឺនរាប់សែនអ្នកបន្ទាប់មកគេតែងតែផ្ញើកាដូអីទៅឲ្យចឹងទៅសង្សាររបស់ Valia គាត់គិតថាការដែល fan ផ្ញើកាដូទៅឲ្យដល់ហាងដល់ផ្ទះអីចឹងគឺវាមិនល្អហើយវាមើលទៅដូចជាមិនឲ្យតម្លៃ Valia តែ Valia នេះគាត់នៅក្មេងគាត់ចង់សប្បាយគាត់គិតថានឹងគឺវាជាទង្វើមួយធម្មតាគាត់អត់ខ្វល់អីច្រើនទេដល់ពេលអញ្ចឹងសង្សាររបស់គាត់ចេះតែឆ្លោះគ្នាគំរាមគាត់ម្ល៉េះហើយជាញឹកញយ Valia នេះគាត់តែងតែនិយាយប្រាប់ក្រុមគ្រួសាររបស់គាត់មិត្តភ័ក្តិរបស់គាត់ថាគាត់នេះរស់នៅដោយភាពភ័យខ្លាចគឺដោយសារតែខ្លាចគីឡូថ្ងៃណាមួយតែតសង្សាររបស់គាត់មកធ្វើបាបគាត់ឬក៏កំចាត់គាត់ចោលឥឡូវហ្នឹងគេអត់ទាន់និយាយពិតប្រកបទេថាតើនរណានៅពីក្រោយខ្នងការបាត់បង់ជីវិតរបស់ Valia មួយក្រុមគឺគេគិតថាជាមិត្តភ័ក្តិរបស់ Valia មួយក្រុមទៀតគេគិតថាជាអតីតសង្សាររបស់ Valia ហើយរឿងរ៉ាវនេះវាទៅតែកើតឡើងថ្មីអញ្ចឹងគេអត់ទាន់អាចប្រាប់យើងបានទេថាអ្នកណាជាជនល្មើសម្ល៉េះហើយចាំដល់ពេលខ្ញុំមានព័ត៌មានលម្អិតបន្ថែមទៀតចាំខ្ញុំធ្វើតទៅទៀត